ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកអំពីរបៀបចែកប្រឡោះបន្ទាត់ដែលយើងហៅថា mixer ណាបាទអញ្ចឹង mixer ខុសពី comment មុនបន្តិចណា dy បាទ mixer និង dy គឺយើងចែកប្រឡោះបន្ទាត់ដូចគ្នាប៉ុន្តែគ្រាន់តែ dy គឺយើងកំណត់ចំនួនប្រឡោះ mixer យើងកំណត់ប្រវែងបាទអញ្ចឹងដំបូងគឺខ្ញុំត្រូវគូសបន្ទាត់មួយសិនណាខ្ញុំវាយ comment L enter បាទហើយខ្ញុំចុចចំណុចមួយអូសមកស្ដាំគឺខ្ញុំគូសបន្ទាត់10ម៉ែត្រដូចគ្នាណាខ្ញុំវាយ 10000 បាទហើយ enter ផ្ដាច់ណាបាទអញ្ចឹងរបៀប mixer នេះក៏មានពីររបៀបដែរបាទគឺយើងរបៀបទី1គឺយើង mixer ដោយកំណត់ប្រវែងទី2គឺយើង mixer ជាមួយនឹង block បាទអញ្ចឹងយើងមើលចំណុចទី1ណា mixer ដោយកំណត់ប្រវែងបាទអញ្ចឹងគឺយើងវាយ comment M2 enter បាទតមកទៀតយើង select បន្ទាត់តមកទៀតយើងកំណត់ប្រវែងដែលយើងចង់ចែកបន្ទាត់នឹងជាប្រឡោះប្រមាណបាទអញ្ចឹងខ្ញុំដាក់1000ណា1000បាទបានន័យថាមកប្រឡោះហ្នឹងគឺប្រវែងវា1ម៉ែត្របាទហើយ enter ណាបាទនេះអញ្ចឹងមកប្រឡោះហ្នឹង1ម៉ែត្រណាអញ្ចឹង10000ចែក1000មកវាបាន10ប្រឡោះដូចគ្នាណា1 2 3 4 5 6 7 8 9 10ប្រឡោះណាបាទអូខេតោះអញ្ចឹងយើងមើលចំណុចទី2ណារបៀប mixer ដោយប្រើជាមួយនឹង block បាទអញ្ចឹងយើងវាយ comment ME enter ដូចគ្នាណាតមកទៀតយើង select លើបន្ទាត់តមកទៀតយើងវាយ B enter ហើយយើងទៅវាយឈ្មោះblock របស់យើងណាដែលយើងចង់ហៅនឹងមកហ្នឹងណាបាទអញ្ចឹងយើងវាយ palm enter ណាយើងវាយ y enter តមកទៀតខ្ញុំដាក់ប្រវែងខ្ញុំចែកប្រវែងណាខ្ញុំដាក់1000ដូចគ្នាណា1000ហើយ enter ណាបាទនេះគឺជាការ mixer ដោយប្រើជាមួយនឹង block ណាបាទ